នៅស្រុកយើងឥឡូវក៏មានការងារដែរហើយបើលោកយាយលោកតាមានប្អូនមានកូនមានចៅដែលអាយុ18ឆ្នាំចង់ចូលរៀនឬមួយក៏មហាវិទ្យាល័យឬមួយក៏ចង់ទៅធ្វើការនៅរោងចក្រនៅភ្នំពេញគឺថាសុំតាក់ទងមកយើងខ្ញុំតាមរយៈលេខ1297តែបើយើងធ្វើការនៅខ្មែរពេលចូលឆ្នាំពេលភ្ជុំបិណ្ឌពេលអុំទូកឬមួយថ្ងៃអាទិត្យចង់មកលេងផ្ទះពេលណាគឺបានពេលហ្នឹងហើយលោកយាយតានៅខេត្តព្រះវិហារប្រហែលជាមិនសូវបានឃើញទេប៉ុន្តែបើសិនជាមានបងប្អូននៅឯកំពង់ចាមនៅឯខេត្តផ្សេងទៀតដែលមានកូនចៅធ្វើការនៅរោងចក្រនៅភ្នំពេញណាប្រៀបធៀបជាមួយនឹងបងប្អូនដែលមានកូនចៅធ្វើការងារនៅថៃមែនតែនទៅអ្នកដែលធ្វើការនៅរោងចក្រភ្នំពេញជួនកាលជីវភាពគាត់ថេជាងអ្នកដែលធ្វើការងារនៅថៃក៏មានដែរនៅស្រុកយើងឥឡូវក៏មានការងារដែរហើយបើលោកយាយលោកតាមានប្អូនមានកូនមានចៅដែលអាយុ18ឆ្នាំចង់ចូលរៀនឬមួយក៏មហាវិទ្យាល័យឬមួយក៏ចង់ទៅធ្វើការនៅរោងចក្រនៅភ្នំពេញគឺថាសុំតាក់ទងមកយើងខ្ញុំតាមរយៈលេខ1297លោកយាយលោកតាខលទៅគេអត់យកលុយទេសួររឿងការងារគឺយើងមានមន្ត្រីយើងប្រាប់បើចង់រៀនក៏មានមន្ត្រីយើងប្រាប់អត់អស់លុយដែរខលទៅលេខ1297លោកយាយលោកតាមានកូនចង់ចូលរៀននៅមហាវិទ្យាល័យអាចជួយបានអាចប្រាប់បានថានេះទៅរៀនកន្លែងនេះគេអត់យកលុយទៅរៀនកន្លែងនោះគេអត់យកលុយអញ្ចឹងលោកយាយលោកតាថ្ងៃនេះក្រៅពីអំណោយដែលចែកជូននេះលោកយាយលោកតាបើអាចចាំលេខ1297ផង